សួស្តីដល់អ្នកគ្នាធ្លាប់ឆ្ងល់ទេហេតុអ្វីបានជាជីវិតស្នេហារបស់មនុស្សយើងម្នាក់ៗហ្នឹងមិនសូវជាជួបអាភិបជោគជ័យតាំងពីដំបូងហេតុអីបានជាយើងត្រូវតែឆ្លងកាត់ការខកចិត្តទឹកភ្នែកនិងការបែកបាក់មុននឹងយើងជួបមនុស្សម្នាក់ដែលត្រូវការពិតប្រាកដនៅក្នុងចិត្តវិទ្យានៃទំនាក់ទំនងគេរកឃើញថាមនុស្សយើងភាគច្រើនឆ្លងកាត់ស្នេហា3ប្រភេទឬគេហៅថាស្នេហា3ដំណាក់កាលនៅក្នុងជីវិតស្នេហានីមួយៗហ្នឹងវាមិនមែនមកប្រជ័យដល់ទេក៏ប៉ុន្តែវាមានបេសកកម្មរៀងៗខ្លួនដើម្បីមកបង្រៀនយើងឲ្យធំដឹងក្តីតើតើអ្នកធ្លាប់ឆ្លងកាត់ដំណាក់កាលណាខ្លះហើយនៅតោះមកតាមដានជាមួយខ្ញុំទាំងអស់គ្នាស្នេហាទី1ស្នេហាបែកវិទាតប្រឡំលោកអានេះគេហៅថា first love យើងចាប់តាមជាមួយនឹងស្នេហាទី4នេះភាគច្រើនគឺជាស្នេហា the first love ដែលតែកើតឡើងកាលពីយើងនៅវ័យសិក្សាវ័យក្មេងណាស្នេហាប្រភេទនេះគឺបរិសុទ្ធណាស់អ្នកទាំងអស់គ្នាវាពុពេញទៅដោយក្តីសម័យភាពផ្អែមល្ហែមនិងភាពជើបរំជួលណាដោយដែលយើងកំពុងតែរស់នៅក្នុងគេថាសៀវភៅប្រឡំលោកឬក៏រឿងភាគកូរ៉េអញ្ចឹងការនោះហើយយើងគិតថាមនុស្សម្នាក់នោះហើយគឺជាពិភពទី1របស់យើងហើយយើងដឹងច្បាស់ថាបានរៀបការឬក៏រស់ជាមួយគ្នាអស់មួយជីវិតឬក៏ចាស់កោងខ្នងមិនខានទៅណាយើងមិនសូវជាខ្វល់ពីនឹងតថភាពសង្គមមិនខ្វល់ពីរឿងលុយកាក់ឬក៏អនាគតវែងឆ្ងាយទេយើងខ្វល់តែម្យ៉ាងទេគឺចង់បាននៅក្បែរគេយ៉ាងទៅប៉ុន្តែជាអកុសលស្នេហាទី1នេះភាគច្រើនតែបញ្ចប់ទៅវិញយ៉ាងលឿនដោយសារតែភាពក្មេងខ្ចីការប្រែប្រួលនៃជីវិតឬក៏ការបែកចែកផ្លូវគ្នានៅក្នុងការសិក្សារៀនសូត្រទោះបីជាមិនស្ថិតស្ថេរក៏ប៉ុន្តែវាបានបន្សល់ទុកនូវមេរៀនដ៏ស្រស់ស្អាតមួយដែលបានរៀនយើងឲ្យស្គាល់ថាតើអារម្មណ៍នៃស្នេហាគេហៅថាអារម្មណ៍នៃការស្រឡាញ់នរណាម្នាក់អស់ពីបេះដូងនោះវាមានសភាពពីណាទៅស្នេហាទី2ស្នេហាបង្រៀនមេរៀនជីវិតបន្ទាប់ពីស្នេហាដំបូងកន្លងផុតទៅនឹងហើយយើងមកឈានចូលទៅដល់ស្នេហាទី2នេះដែលខ្ញុំហៅថាជាស្នេហាបង្រៀនមេរៀនជីវិតណាហើយសម្រាប់អ្នកទាំងអស់គ្នាវាគឺជាស្នេហាដែលឈឺចាប់បំផុតស្មុគស្មាញបំផុតប៉ុន្តែវាធ្វើឲ្យយើងធំដឹងក្តីលឿនបំផុតផងដែរស្នេហាប្រភេទនេះគឺច្រើនតែកើតឡើងដោយសារតែការចង់ជ្រះឬក៏ហៅថាទីទាញខាងអារម្មណ៍ខ្លាំងពេកដូចជាការជិះទូកកំសាន្តកាត់ភ្ជុំអញ្ចឹងហើយវាមានការប្រច័ណ្ឌខ្លាំងឆ្លោះប្រកែកគ្នាខ្លាំងទឹកភ្នែកបាញ់បាក់គ្នារួចហើយក៏ត្រូវដល់គ្នាវិញរកសម្ដៅចុះនៅក្នុងទំនាក់ទំនងនេះយើងតែងតែព្យាយាមកែប្រែដៃគូជីវិតរបស់យើងឬក៏ខិតខំកែប្រែខ្លួនឯងដើម្បីបង្ខំធ្វើអ្វីដែលខ្លួនមិនសូវជាចូលចិត្តហ្នឹងដើម្បីតម្រូវចិត្តគេរហូតដល់យើងបាត់បង់ខ្លួនឯងចឹងទៅហើយបានជាយើងជួបស្នេហាបែបនេះពីព្រោះតែពេលសកម្មរបស់ស្នេហាទី2នេះគឺមកដើម្បីដាស់ឲ្យយើងភ្ញាក់វាបង្រៀនឲ្យយើងស្គាល់ពីការជឿចាប់ឲ្យយើងដឹងថាអ្វីដែលពិតប្រាកដនៅក្នុងជីវិតចឹងទៅអ្វីដែលយើងមិនត្រូវគ្រប់គ្រងណាទ្រាំទ្រអ្វីដែលសំខាន់បំផុតគឺស្នេហាទី2នេះគឺបង្រៀនឲ្យយើងស្គាល់ពីតម្លៃនៃការស្រឡាញ់ខ្លួនឯងមុនយើងស្រឡាញ់អ្នកដទៃចឹងទៅចំណែកឯស្នេហាទី3ជាស្នេហាមកដល់ដោយមិនដឹងខ្លួនណាជាចុងក្រោយនេះបន្ទាប់ពីយើងឆ្លងកាត់ព្យុះភ្លៀងហើយយើងព្យាបាលរបួសបេះដូងរួចមកហើយណាយើងមកជួបស្នេហាទី3ស្នេហាប្រភេទនេះគឺច្រើនតែចូលមកក្នុងជីវិតរបស់យើងដោយមិនដឹងខ្លួនទេពេលខ្លះយើងឈប់រំពឹងទុកណាឈប់ដាច់តាមស្នេហាចឹងទៅស្នេហាទី3នេះមិនមែនជាស្នេហាគេហៅថាបៃលុកបៃឡទេឬក៏រំជើបរំជួលខ្លាំងទេឬក៏ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលទេប៉ុន្តែវាជាស្នេហាដែលនាំមកនូវសន្តិភាពផ្លូវចិត្តមនុស្សម្នាក់នោះប្រហែលជាមិនមែនជាមនុស្សដែលល្អឥតខ្ចោះទេមិនមែនជាព្រះជាម្ចាស់ទេឬក៏ព្រះនាងដូចនៅក្នុងក្តីសម័យកាលពីក្មេងនោះឡើយប៉ុន្តែគេគឺជាមនុស្សម្នាក់ដែលផ្ដល់ភាពកក់ក្ដៅសុវត្ថិភាពនិងផាសុខភាពនៅក្បែរគេយើងមិនចាំបាច់ធ្វើពុតទៅជាមនុស្សដែលល្អឥតខ្ចោះទេហើយយើងធ្វើជាខ្លួនឯង 100% ណាទាំងចំណុចល្អនិងចំណុចអាក្រក់ហើយយើងក៏ទទួលយកវាដោយក្តីរីករាយហើយពួកគេមិនមែនមកដើម្បីផ្លាស់ប្ដូរយើងទេប៉ុន្តែមកដើម្បីនៅក្បែរជាមួយយើងនៅដើរជាមួយយើងហើយគ្រប់គ្រងយើងអានេះហើយគឺជាស្នេហាដែលបង្រៀនយើងស្គាល់ពីតម្លៃពិតប្រាកដនៃពាក្យថាដៃគូជីវិតអញ្ចឹងអ្នកទាំងអស់គ្នាឃើញទេស្នេហា3យ៉ាងនេះមានតួនាទីរៀងៗខ្លួនស្នេហាទី1បង្រៀនយើងស្គាល់ពីក្តីស្រឡាញ់ស្នេហាទី2បង្រៀនឲ្យយើងស្គាល់ពីការជឿចាប់និងភាពរឹងមាំហើយស្នេហាទី3បង្រៀនយើងស្គាល់សន្តិភាពនិងការរស់នៅដូច្នេះប្រសិនបើបច្ចុប្បន្នអ្នកកំពុងតែខកខានឬគេហៅថា
ខកបំណងឬក៏ទើបតាបែកបាក់ស្នេហាទី1ទី2ចឹងទៅសូមមិនទាន់អានអស់សង្ឃឹមអីណាទុកពេលឲ្យខ្លួនឯងរៀនសូត្រហើយរឿងមមស្រឡាញ់ខ្លួនឯងឲ្យបានច្រើនពីព្រោះស្នេហាត្រឡប់ត្រឹមត្រូវកំពុងតែរងចាំអ្នកនៅថ្ងៃខាងមុខអញ្ចឹងជួបនេះទាំងអស់គ្នាវិញថាតើបច្ចុប្បន្ននេះកំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃស្នេហាបែបណាដែរ comment ឬក៏ចែករំលែករឿងរ៉ាវខាងក្រោមវីដេអូនេះបើតើអ្នកគ្នាពេញចិត្តទៅលើវីដេអូនេះកុំភ្លេច like share និង subscribe channel របស់ខ្ញុំផងហើយយើងនឹងទទួលបានវីដេអូជជែកពីជីវិតល្អៗនៅបែបនេះទៀតនៅថ្ងៃក្រោយយើងជួបគ្នានៅវីដេអូបន្តទៀតបាយបាយ